សួស្តីបងប្អូនទាំងអស់គ្នាជាទីរាប់អានថ្ងៃនេះយើងជួបគ្នាម្ដងទៀតហើយជាមួយខ្ញុំរស់វាសនាហើយថ្ងៃនេះគឺជាប្រធានទី18ហើយតើបងប្អូនចេះសរសេរហើយឬនៅសម្រាប់បងប្អូនដែលចង់បានវីដេអូបន្ថែមឬមេរៀនបន្ថែមចុច Subscribe ម្នាក់មួយទៅដើម្បីងាយទទួលបាននៅវីដេអូថ្មីៗបន្តទៀតហើយសម្រាប់បងប្អូនដែលភាសាដែលរៀនមិនបានទៅដល់អាចចូលទៅរៀនឬមើលវីដេអូដែលខ្ញុំបានផលិតនេះផងដែរកុំឲ្យខាតពេលយូរទៅមើលប្រធានបទរបស់យើងតែម្ដងប្រធានទី18ទស្សនៈមួយលើកឡើងថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងចូលស្រ័យបំភ្លឺឲ្យបានក្បោះក្បាយប្រធានយើងថ្ងៃនេះរៀងប្លែកបន្តិចគឺនិយាយអំពីគុណតម្លៃរបស់គ្រូបង្រៀនដែលគេថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងដើម្បីឲ្យដឹងថាតើតេប្រធាននេះគេចង់និយាយអ្វីឲ្យច្បាស់នេះយើងត្រូវមើលពាក្យមួយបាទគ្រូបង្រៀនគឺជាបុគ្គលដែលគាត់មានចំណេះដឹងជាបញ្ញវន្តដែលគាត់បង្ហាត់បង្រៀនមនុស្សផ្សេងៗទាំងឡាយទាំងអស់ដោយមិនរើសអើងហើយគាត់បានផ្ទេរចំណេះដឹងទៅដល់មនុស្សគ្រប់គ្នាត្រង់នេះគេបាននិយាយថាវិស្វករគឺជាអ្នកសាងសង់អ្នករៀបចំរចនាធ្វើឲ្យកាន់តែប្រសើរហើយព្រលឹងទាក់ទងជាមួយនឹងស្មារតីដូច្នេះគ្រូបង្រៀនគឺជាអ្នកកសាងអ្នកផលិតធ្វើឲ្យមនុស្សគ្រប់គ្នាមានចំណេះដឹងមានស្មារតីភ្ញាក់រលឹកឬមនសិការដើម្បីកសាងសង្គមមួយឲ្យកាន់តែមានភាពរីកចម្រើនចាកផុតពីភាពអវិជ្ជមានឆ្ពោះទៅរកភាពលូតលាស់ជានិច្ចនិរន្តរ៍ហើយពាក្យបញ្ជារបស់ប្រធាននេះគេឲ្យយើងស្រែកបំភ្លឺដូច្នេះយើងលើកឧទាហរណ៍បានច្រើនមកដើម្បីឲ្យការសរសេររបស់យើងនឹងកាន់តែក្បោះក្បាយឬក៏កាន់តែល្អប្រសើរជាងលើកមុនហើយខ្ញុំក៏បានបញ្យល់បន្ថែមខ្ញុំសរសេរជាអត្ថបទខ្លីៗឲ្យដើម្បីងាយយល់នេះខ្លឹមសារប្រធានណាខ្ញុំសរសេរខ្លីៗត្រួសហើយបងប្អូនអាចយកធ្វើជាគំនិតសម្រាប់យកទៅសរសេរបានណាគ្រូបង្រៀនជាវិស្វករនៃព្រលឹងសម័យណាក៏ដោយគ្រូបង្រៀននៅតែដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានឡើយដោយសារតែពួកគាត់ជាកម្លាំងចលករឈានមុខគេលើសវិស័យនានាទាំងអស់ពួកគាត់បន្តទាំងចំណេះដឹងស្មារតីស្នេហាជាតិនិងបង្រៀនឲ្យពលរដ្ឋគ្រប់គ្នាមានមនសិការជានិច្ចចំពោះជាតិមាតុភូមិប្រកបដោយក្រមសីលធម៌ដ៏ខ្ពង់ខ្ពស់ហើយក៏ជាអ្នកកែប្រែវាសនាប្រជាជននិងប្រទេសជាតិផងដែរបាទនេះជាខ្លឹមសារទាំងមូលនៃប្រធានបទរបស់យើងណាបាទបងប្អូនអាចយកធ្វើជាលំនាំបញ្ហាក៏បានដែរហើយស្រ័យលើប្អូនចេះច្នៃប្រឌិតនិងបង្កើតគ្រាក្លងអីបន្ថែមទៅណាបាទឥឡូវខ្ញុំធ្វើព្រៀងសេចក្តីដើម្បីងាយស្រួលបងប្អូនយកទៅសរសេរនៅក្នុងនេះខ្ញុំយកពាក្យកន្លឹះតែ3ទេគឺពាក្យកន្លឹះទី1គឺគ្រូបង្រៀនទី2វិស្វករទី3ព្រលឹងបាទគ្រូបង្រៀននេះដឹងហើយគ្រូបង្រៀនគឺជាអ្នកដែលបង្ហាត់បង្រៀនយើងជាបញ្ញវន្តអ្នកមានចំណេះដឹងដែលមានបំណងធំគឺចង់ឲ្យសិស្សមានវិជ្ជានៅក្នុងខ្លួនដែលអាចក្លាយទៅជាធនធានមនុស្សក្នុងការកសាងសង្គមជាតិឲ្យកាន់តែលូតលាស់ពាក្យវិស្វករមានថាជាអ្នកសាងសង់អ្នកផលិតអ្នកធ្វើប្រកបដោយភាពច្នៃប្រឌិតព្រលឹងមានថាវិញ្ញាណឬក៏ស្មារតីរបស់យើងណាហើយឧទាហរណ៍ដែលខ្ញុំត្រូវលើកចូលហ្នឹងគឺខ្ញុំលើកសង្គមជាក់ស្ដែងខ្ញុំនឹងបង្ហាញពីតួនាទីគ្រូបង្រៀនហើយត្រង់ចំណុចនេះខ្ញុំនឹងលម្អិតតទៅនឹងកាតព្វកិច្ចនិងការលះបង់របស់ពួកគាត់ចំពោះប្រជាជននិងប្រទេសជាតិឧទាហរណ៍មួយទៀតគឺអក្សរសិល្ប៍ខ្ញុំលើកយករឿងទុំទាវដែលលើកតួអង្គព្រះចៅអធិការវត្តតាមរយៈស្នាដៃរឿងទុំទាវនេះដែរគឺឆ្លុះបញ្ចាំងពីទស្សនវិជ្ជាក្នុងសម័យលង្វែកជាងសម័យបុរាណការបដិបដាខុសពីយើងសម័យទំនើបដូច្នេះការបដិបដាគឺគេបែងចែករវាងប្រុសហើយនិងស្រីសម្រាប់កូនស្រីគេចូលមកលុបនឹងទៅហើយកូនប្រុសបួសរៀនព្រះសង្ឃឬក៏ព្រះចៅអធិការវត្តប្រៀបបានដូចជាគ្រូបរិញ្ញាទូទៅចឹងគាត់ជួយបង្ហាត់ដល់កូនខ្មែរដែលក្នុងនោះយើងឃើញមានតួអង្គទុំនិងពេជ្រដែលតួអង្គតំណាងឲ្យយុវជនសម័យនោះគឺការរៀនសូត្ររបស់មនុស្សប្រុសគឺត្រូវតែបួសរៀនចឹងទៅហេតុដូច្នេះហើយបានគេសង្កេតឃើញថាទុំនិងពេជ្រចេះធ្វើតោកលក់ហើយទុំចេះស្មូតហើយពេជ្រចេះផ្លុំប៉ៃចឹងទៅនេះគឺជាជំនាញទាំងនេះគឺជាជំនាញដែលគាត់ទទួលបានការបដិបដាពីវត្តអារាមឧទាហរណ៍រឿងមួយទៀតគឺរឿងគ្រូបង្រៀនស្រុកស្រែដែលជាស្នាដៃរបស់លោកអ៊ឹមធុកគឺនិយាយពីសកម្មភាពគ្រូបង្រៀនមិនមែនត្រឹមតែបង្រៀនទេគ្រូបង្រៀនក៏អាចចូលរួមក្នុងឆាកនយោបាយក៏ដូចជាស្វែងយល់អំពីបញ្ហាជុំវិញពិភពលោកផងដែរគ្រូបង្រៀនតំណាងឲ្យបញ្ញវន្តដែលមានគំនិតទូលំទូលាយវែងឆ្ងាយនិងត្រូវមានសេចក្តីក្លាហានហ៊ានតតាំងនឹងអំពើអយុត្តិធម៌នៅក្នុងសង្គមបាទក្នុងនោះគឺលើកកម្ពស់គ្រូបង្រៀនក៏អាចជាអ្នកបណ្ដុះឲ្យយើងមានចិត្តក្លាហានតតាំងនឹងអំពើអយុត្តិធម៌ដែរតាមរយៈរឿងគ្រូបង្រៀនស្រុកស្រែបងប្អូនចេះរឿងទេបើអត់ចេះទេបងប្អូនអាចអានបន្ថែមតិចទៅចេះហើយណាហើយសម្រាប់មេរៀនបន្ថែមអាចចូលទៅ scan QR code នេះទៅដើម្បី join Telegram channel របស់ខ្ញុំឬក៏បងប្អូនចូលទៅក្នុង Facebook page វាយនាទីអក្សរសាស្ត្រខ្មែរដែរឃើញ page ខ្ញុំហើយជួយ follow មួយផងហើយនឹង YouTube ខ្មែរ Learning រស់វាសនាបាទចូល subscribe ទៅឃើញវីដេអូខ្ញុំជិត400វីដេអូកុំឲ្យខាតពេលយូរបន្តដំណើរទៅអត្ថបទយើងទាំងអស់គ្នាបាទនេះអត្ថបទរបស់យើងហ្នឹងចេះខ្ញុំសរសេរឲ្យអស់ហើយជ្រាបពេលមែនតើទាំងថ្ងៃទាំងយប់
បរៀនផងធ្វើការផ្សេងផងហើយក៏ឈៀតធ្វើវីដេអូសម្រាប់ជួយបងប្អូនដែរបើបងប្អូនចង់ចេះចង់ដឹងមើលបន្ថែមទៅណាបាទខ្ញុំនឹងព្យាយាមបញ្យល់ហើយបើសិនជាមានចំណុចណាមិនយល់ទេឬក៏មានកង្វល់កន្លែងណាមួយអាច comment មក page របស់ខ្ញុំផ្ទាល់ក៏បានដែរបើសិនជាបងប្អូនអត់មានថវិការៀនគួរបន្ថែមឬក៏ជាជនភៀសសឹកដែលរៀនឲ្យបានគ្រប់គ្រាន់ហ្នឹងចឹងអាចមើលវីដេអូលោកគ្រូទៅដើម្បីជាជំនួយផងដែរណាបាទប្រធានទី18ទស្សនៈមួយបានលើកឡើងថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងចូលស្រ័យបំភ្លឺឲ្យបានក្បោះក្បាយខ្ញុំបានបញ្យល់លម្អិតពីដើមវគ្គមកហើយអញ្ចឹងដើម្បីលម្អិតអំពីការសរសេរហ្នឹងឥឡូវយើងបន្តដំណើរទៅមុខទៀតនេះខ្ញុំselectត្រង់លំនាំបញ្ហាណាបាទនេះគឺស្ថិតនៅក្នុងផ្ដាំសេចក្តីទេបាទខ្ញុំselectនេះគឺលំនាំបញ្ហាមិនថាសម័យកាលណានោះទេរមែងតែងតែពឹងផ្អែកលើធនធានមនុស្សនិងចំណេះដឹងហេតុនេះហើយគ្រូបង្រៀនបានដើរតួនាទីជាចម្បងក្នុងការដុសខាត់បញ្ញាស្មារតីរួមទាំងមនសិការរបស់បុគ្គលគ្រប់រូបឲ្យមានភាពរឹងមាំនិងក្លាយជាកម្លាំងចលករសម្រាប់អភិវឌ្ឍសង្គមជាតិទាំងមូលដោយមិនអាចខ្វះបានឡើយបាទត្រង់នេះគឺលំនាំបញ្ហាណាបាទបន្តទៅទៀតយើងដក clear ទៅគឺចំណូលបញ្ហាដោយសារតែហេតុនេះហើយទើបគេផ្ដោតតម្លៃយ៉ាងដូចនេះថាគ្រូបង្រៀនជាវិស្វករនៃព្រលឹងបាទយើងចប់ចំណូលបញ្ហាហើយចុះបន្តទៅចំណោទបញ្ហាតើប្រធានខាងលើមានខ្លឹមសារយ៉ាងដូចម្ដេចបាទចប់តាមសេចក្តីហើយយើងបន្តទៅចំណុចបន្តទៀតនេះត្រង់នេះចូលតួសេចក្តីហើយមានឃ្លាភ្ជាប់សេចក្តីបញ្យលពាក្យកលឹះបញ្យលនៃប្រធានណាឥឡូវខ្ញុំ select តិចណាដើម្បីជាស្ពានឈានទៅដល់ការបកស្រាយឲ្យកាន់តែក្បោះក្បាយនោះគួរក៏បីយល់នៅពាក្យកលឹះសំខាន់ដូចជាគ្រូបង្រៀនវិស្វករនិងព្រលឹងយើងចប់ឃ្លាភ្ជាប់សេចក្តីហើយយើងចូលដល់បញ្យលពាក្យកលឹះត្រង់នេះពាក្យថាគ្រូបង្រៀនគឺជាបញ្ញវន្តអ្នកចេះដឹងដែលបង្រៀនឲ្យមនុស្សគ្រប់រូបដើរលើផ្លូវត្រឹមត្រូវបង្កើនអ្នកចេះដឹងតចំនួនរីឯវិស្វករមានន័យថាអ្នកច្នៃកសាងឲ្យកាន់តែតាក់ទាញចំណែកឯព្រលឹងសំដៅលើសតិបញ្ញាស្មារតីឬក៏វិញ្ញាណបាទចូលប៉ុណ្ណឹងបានហើយបន្តមកទៀតយើងចូលដល់បញ្យលនៃប្រធានតាមរយៈមតិប្រធានខាងលើគេចង់បង្ហាញថាគ្រូបង្រៀនប្រៀបបានទៅនឹងអ្នកសាបព្រោះឬអ្នកស្ថាបនានៅចំណេះជំនាញពង្រឹងផ្លូវចិត្តផ្លូវកាយជាពិសេសនោះគឺបណ្ដុះមនុស្សគ្រប់រូបឲ្យមានមនសិការចំពោះសង្គមជាតិរបស់ខ្លួននិងចេះស្គាល់អ្វីល្អអ្វីអាក្រក់ដើម្បីបញ្ជៀសរាល់អំពើអវិជ្ជមាននានាបាទនេះគឺជាបញ្យលនៃប្រធានហើយតមកទៀតយើងចូលដល់បកស្រាយដូចខ្ញុំនិយាយមិញអញ្ចឹងគឺលើកពីគុណតម្លៃគ្រូបរិញ្ញាហើយនឹងមានអក្សរសិល្ប៍អញ្ចឹងណាបាទហើយខ្ញុំ select នេះខ្ញុំលើកអំពីគុណតម្លៃរបស់គ្រូបង្រៀនមែនតែនទៅការកសាងសង្គមជាតិពិតជាសំខាន់ខ្លាំងណាស់ដែលទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក្នុងនោះដែរការបង្កើននូវគុណភាពធនធានមនុស្សរឹតតែมันអាចមើលរំលងបានពិតណាស់នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានផ្ដោតលើវិស័យអប់រំជាចម្បងដើម្បីឲ្យប្រកាសថានឹងអាចបណ្ដុះនៅអ្នកចេះដឹងឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានហេតុនេះលោកគ្រូអ្នកគ្រូបានបំពេញតួនាទីយ៉ាងសម្បើមដើម្បីបម្រើប្រយោជន៍ដល់សង្គមយ៉ាងប្រកបដោយពួកគាត់បានជួយបង្ហាត់បង្រៀនកូនជំនាន់ក្រោយឲ្យមានស្មារតីនិងជំរុញទឹកចិត្តក្មេងៗជំនាន់ក្រោយឲ្យខិតខំរៀនសូត្រជំនះនៅភាពខ្ជិលច្រអូសហើយមិនត្រឹមតែប៉ុណ្ណោះពួកគាត់បានលើកទឹកចិត្តនិងពង្រឹងយើងឲ្យចេះតស៊ូនឹងការលំបាកព្រមទាំងហ៊ានទទួលយកនៅឧបសគ្គនានាហើយបង្រៀនយើងឲ្យចេះស្វែងរកដំណោះស្រាយដ៏សមស្របដើម្បីស្វែងរកសេចក្តីសុខនៃជីវិតទៀតផងបាទអត់ទាន់អត់ទេនៅក្រោមទៀតខ្ញុំសូម select ប៉ុណ្ណេះសិនប្រសិនបើមិនមានគ្រូបង្រៀនគ្រប់គ្រាន់ទេក៏ពិបាកក្នុងការជំរុញវិស័យនានាផងដែរអ្វីទាំងអស់សុទ្ធតែឆ្លងកាត់ការបណ្ដុះបណ្ដាលនិងការបង្ហាត់បង្រៀនទាំងអស់មិនមែនសុកចេះដោយខ្លួនឯងនោះទេហេតុនេះគ្រូបង្រៀនពិតជាមានតម្លៃខ្លាំងណាស់ក្នុងការជួយឲ្យអ្នកចំនួនក្រោយកាន់តែមានស្មារតីភ្ញាក់រលឹកស្រឡាញ់អនាគតនិងអាចកែប្រែវាសនាប្រទេសជាតិឲ្យងើបផុតពីភាពក្រីក្របានបាទអស់ទេនៅទៀតទៀងវែងតិចឯងនេះធ្វើមួយទៀតជាតលហិកមន្ត្រីរាជការបុគ្គលិកអ្នករកស៊ីនានាសុទ្ធតែទទួលបានចំណេះដឹងពីគ្រូទាំងអស់ដូច្នេះគ្រូបង្រៀនប្រៀបបានទៅនឹងវិស្វករដែលអាចកសាងអនាគតរបស់យើងបានអស់ហើយទៅតនឹងសង្គមជាស្ដែងឥឡូវយើងចូលដល់អក្សរសិល្ប៍តែម្ដងឬដំបូងគេគឺរឿងទុំទាវបាទ
ជាពិសេសជាងនេះទៅទៀតតាមរយៈរឿងទុំទាវរបស់ព្រះភិក្ខុសោមក៏បានឆ្លុះបញ្ចាំងឲ្យឃើញពីរបៀបបណ្ដុំបណ្ដាលនៅសម័យនោះដោយកូនស្រីត្រូវចូលម្លប់ឯកូនប្រុសត្រូវបួសរៀនដោយឡែកគេសង្កេតឃើញថាព្រះចៅអធិការវត្តប្រៀបបានទៅនឹងគ្រូបង្រៀនដែលបានបង្ហាត់ដល់នេនទាំងឡាយឲ្យចេះនៅអក្សរសាស្ត្រសិល្បៈជំនាញផ្សេងៗដូចជាធ្វើតោកជាដើមហើយថែមទាំងជួយណែនាំនៅវិន័យក្រិតក្រមនិងសិលធម៌សង្គមទៀតផងជាក់ស្ដែងអាចធ្វើឲ្យទុំក្លាយជាអ្នកជំនាញស្មូតឯពេជ្រក្លាយជាអ្នកជំនាញផ្លុំប៉ៃហើយអាចមានការងារល្អធ្វើប្រចាំនៅព្រះរាជវាំងទៀតនឹងនាំឲ្យពួកគេទាំងពីរមានឱកាសការងារខ្ពង់ខ្ពស់ផងដែររឿងមួយទៀតគឺរឿងគ្រូបង្រៀនស្រុកស្រែបន្ថែមពីនេះទៅទៀតតាមរយៈរឿងគ្រូបង្រៀនស្រុកស្រែដែលជាស្នាដៃរបស់លោកអ៊ឹមថុកស្ថិតនៅក្នុងចលនាសរសិលខេមរនិយមដែលបង្ហាញពីការតស៊ូនឹងអំពើជិះជាន់និងភាពអយុត្តិធម៌នៅក្នុងសង្គមមែនទែនទៅនៅក្នុងរឿងនេះគេបានលើកពីតម្លៃនៃគ្រូបង្រៀនដែលមិនត្រឹមតែនៅជាមួយសិស្សទេតែក៏អាចតស៊ូសតិអារម្មណ៍មានការយល់ដឹងវែងឆ្ងាយដែលអាចជួយដាស់ស្មារតីដល់កូនខ្មែរគ្រប់រូបឲ្យក្លាហានហ៊ានតតាំងនឹងពួកអ្នកមានអំណាចផងដែរជាក់ស្ដែងដូចជាគ្រូម៉ៅជាដើមចប់បកស្រាយហើយយើងចូលដល់សរុបសេចក្តីតែម្ដងនេះចុះបន្តមកសរុបសេចក្តីមកគ្រូបង្រៀនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមដើម្បីជំរុញស្មារតីឲ្យមនុស្សជំនាន់ក្រោយមានការភ្ញាក់រលឹកជានិច្ចខិតខំរៀនសូត្រនិងត្រូវចេះវិភាគរាល់ស្ថានភាពស្រុកទេសឲ្យបានវែងឆ្ងាយក្នុងបំណងទទួលបាននូវសេរីភាពពេញលេញនិងការអភិវឌ្ឍទៅមុខចាប់បកស្រាយហើយយើងចូលដល់បញ្ចប់សេចក្តីបាទត្រង់នេះគឺវាតម្លៃយោងតាមរយៈការបកស្រាយនេះអតិប្រធានដែលបានលើកឡើងខាងលើគឺពិតជាត្រឹមត្រូវណាស់ដោយហេតុថាគ្រូបង្រៀនជាអ្នកកសាងធនធានមនុស្សជំរុញសេដ្ឋកិច្ចជាតិសមនឹងពាក្យដែលគេពោលថាគ្រូបង្រៀនជាវិស្វករនៃប្រលឹងចប់រង្វាយតម្លៃមតិប្រធានហើយខណ្ឌដកឃ្លាចូលមតិបន្តខ្លួនក្នុងនាមយើងជាអ្នកជំនាន់ក្រោយគួរក៏បីគោរពនិងផ្ដល់តម្លៃចំពោះគ្រូរបស់យើងដែលគាត់លះបង់គ្រប់បែបយ៉ាងចំពោះប្រទេសជាតិបាទសន្មតថាចប់តែត្រឹមហ្នឹងបើមានកន្លែងណាមិនយល់ឬឆ្ងល់ត្រង់ណាអាច comment សួរបានហើយបងប្អូនកុំភ្លេចយកទៅអនុវត្តសរសេរផងដើម្បីការសរសេររបស់បងប្អូនកាន់តែល្អប្រសើរណាបាទជួបគ្នានៅវីដេអូបន្ទាប់